សួរលោកគ្រូសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបinstall ហើយនិង set up Ubuntu server នៅលើ VisualBox របស់យើងជាមុនដំបូងយើងចូលទៅកាន់ browser សិនជួយយើងវាយពាក្យថា VisualBox ជួយយើងវាយពាក្យថា VisualBox ជួយយើងឃើញ website Oracle VisualBox ហ្នឹងយើងចុចចូលមកជួយយើងកាន់ដល់នេះយើងជួយធ្វើការ download ដើម្បី download VisualBox របស់យើងចឹងឥឡូវនេះមាន option ដូចជា Windows Mac ហើយ Linux អីចឹងតែយើងម៉ាស៊ីនរបស់យើង Windows យើងដាក់ Windows មកចឹងយើង click យក download អូខេអញ្ចឹងនៅពេលដែលយើង download មកយើងធ្វើការ open file ហ្នឹងមកហើយយើងថាឃើញតែ file ហ្នឹងយើងបាន download ហើយចឹងយើង double click ទៅលើ file ហ្នឹងដើម្បីធ្វើការដំឡើង VisualBox របស់យើងចឹងនៅកន្លែងនេះយើងចុចយកពាក្យថា next ហើយយើងយក sub ខាងលើហើយ next មកកន្លែងនេះយើងយកថា next ទៀតហើយ yes ហើយកន្លែងនេះយើង tick ទាំង3ហើយចុច next ហើយ install ចឹងយើងកំពុងតែ install VisualBox ទៅលើម៉ាស៊ីនរបស់យើងអូខេអញ្ចឹងយើងចុចបិទកន្លែងនេះដើម្បីកុំឲ្យវា start ម៉ាស៊ីនអូខេអញ្ចឹងបន្តមកយើងឃើញថាមាន VisualBox នៅលើម៉ាស៊ីនរបស់យើងហើយអញ្ចឹងយើងចូលទៅកាន់ website and download image មួយទៀតគឺ Ubuntu server អញ្ចឹងយើងវាយពាក្យថា Ubuntu download យើងចូលមកឃើញ website គេយើងចុចចូលទៅ download image របស់ Ubuntu server របស់យើងឃើញពាក្យថា server and get មកហើយយើងចុច download តែដោយសារតែ file image ហ្នឹងខ្ញុំបាន download ហើយអញ្ចឹងខ្ញុំមាន file image ហ្នឹងហើយអញ្ចឹងបើសិនតែអ្នកនរគ្នាអត់មានទេយើងអាចចូលទៅកាន់ download តាម website ហ្នឹងបានអញ្ចឹងបន្ទាប់ពីយើងមានVisualBox របស់យើងហើយនឹង file Ubuntu image server ហ្នឹងហើយនេះអញ្ចឹងបន្ទាប់ពីយើងមានពីរហ្នឹងហើយយើងអាចធ្វើដំឡើងVisual Ubuntu server នៅលើ VisualBox របស់យើងបានអញ្ចឹងចុចចូលមកកាន់ VisualBox ហើយចុចយក new ហើយនៅលើ name នេះយើងវាយឈ្មោះមកឈ្មោះម៉ាស៊ីនរបស់យើងអញ្ចឹងខ្ញុំដាក់ឈ្មោះថា Ubuntu ហើយកន្លែងទុក file ម៉ាស៊ីនរបស់យើងម៉ាស៊ីន server របស់យើងខ្ញុំមាន folder ស្រាប់ហើយអញ្ចឹងអ្នកនរគ្នាអាចដាក់កន្លែងណាក៏បានលើម៉ាស៊ីនរបស់អ្នកនរគ្នាអញ្ចឹងខ្ញុំមាន folder របស់ខ្ញុំដែលបានបង្កើតហ្នឹង Ubuntu server ហ្នឹងទៅមកកន្លែង ISO file នេះISO image នេះយើងប្រើទៅរក file ISO ដែលយើងបាន download មិញហ្នឹង file ISO របស់ Ubuntu server ហ្នឹងតោះមកយើង tick កន្លែងនេះដើម្បីយើងធ្វើការដាក់ set up នៅខាងក្រោមចំណុចខាងក្រោមទៀតអញ្ចឹងកន្លែង username ខ្ញុំដាក់ឈ្មោះថា Petra ហើយ password 1 2 3ហើយយើង confirm password 1 2 3ដូចគ្នាតោះមកនៅតបខាងក្រោមយើងខ្ញុំដាក់ថា 4G កន្លែង RAM memory ហ្នឹងក៏ដូចជា CPU របស់ខ្ញុំយក4 core ហើយនឹងយើង create ទៅលើ user EFI ហ្នឹងមកតមកនៅកន្លែង design ខ្ញុំយក 512G ខ្ញុំយកកន្លះទេដើម្បីវាបានធំបន្តិចតមកយើងចូលទៅកាន់ option ទី1 and dock click វាវិញដើម្បីកុំឲ្យវា start សិនហ្នឹងអញ្ចឹងយើងបានទទួលបានUbuntu server របស់យើងហើយនៅលើ VisualBox ហ្នឹងអញ្ចឹងបន្ទាប់មកយើងធ្វើការចុច start server របស់យើងសិន server ហ្នឹងហើយវាកំពុងតែ power វាកំពុងតែបើកអញ្ចឹងបន្ទាប់ពីយើងបើកមកយើងធ្វើការចុចទៅ enter ចុច enter ហើយយើងរងចាំមួយផ្លែតខ្ញុំមកដល់កន្លែងនេះយើងជ្រើសយកពាក្យថា English យើងមើលភាសាចុច enter ហើយកន្លែងនេះយើងចុច continue without updating
ហើយកន្លែងនេះមាន set អីទេយើងចុច done ចុច enter មកហើយកន្លែងនេះយើងយកពាក្យថា Ubuntu server ហ្នឹងអញ្ចឹងវាមានខ្វែងហើយយើងចុច enter ទៀតទៅលើពាក្យថា done ហ្នឹងកន្លែងនេះយើងnetwork config ហ្នឹងយើង done ទៀត enter យើងអត់តែមាន config អីទេហើយ proxy address នេះយើងអត់មានទេអញ្ចឹងយើងចុច enter ទៅមកនៅកន្លែងនេះចាំ flat យើងចុចវា enter ទៀតនៅកន្លែងនេះយើងត្រូវដោះគ្រីសនៅកន្លែង set ហ្នឹងអញ្ចឹងដើម្បីដោះគ្រីសយើងចុចលើ space យើងចុច arrow key មកដល់កន្លែងហ្នឹងហើយយើងចុច space ដើម្បីដោះគ្រីសវាហើយយើងចុច arrow key មកក្រោមរហូតដល់ពាក្យថា done ហ្នឹងយើងចុច enter តមកកន្លែងនេះយើងអត់មានត្រូវ config អីទេយើងចុច enter នៅលើពាក្យថា done ទៀតតមកចុច arrow key ចុះក្រោមយកពាក្យថា continue and enter ហើយកន្លែងនេះយើងធ្វើការដាក់ឈ្មោះរបស់យើងពាក្យតារាហើយ visual server name នេះយើងដាក់ឈ្មោះថា Ubuntu server ខ្ញុំដាក់ឈ្មោះអញ្ចឹងអ្នកនរគ្នាអាចដាក់បានតែកន្លែងនេះយើងត្រូវដាក់អក្សរទូចទាំងអស់វា support ទៅលើអក្សរទូចទាំងអស់ហើយ pick up user ហ្នឹងឈ្មោះខ្ញុំមែន password ខ្ញុំយក1 2 3ដូចខ្ញុំបានបង្កើតហ្នឹង1 2 3 1 2 3ទៅមក arrow key ចុះមកយើង done and enter មកកន្លែងនេះ skip មកយើងបើអត់ទាន់ skip ទេហើយចុច arrow key បាន skip ហើយ and ចូល arrow key មកកន្លែង continue and ចុច enter ហើយកន្លែងនេះយើងចុចបើកគ្រីសអញ្ចឹងដើម្បីចុចបើកគ្រីសយើងចុច space ចុច space ហើយ arrow key ចុះក្រោមរហូតដល់ពេលថា done and enter អញ្ចឹងកន្លែងនេះអត់មានត្រូវ config អីទេយើងចុច arrow key ចុះក្រោមដល់ done and ចុច enter មកអញ្ចឹងបន្តមកវាកំពុងតែដំឡើង installing server របស់យើងចាំមកផ្លែតពេលដែលវា download ចប់យើងត្រូវ config ទៅទៀតវាកំពុងតែ install ចឹងកន្លែងនេះអាចយូរបន្តិចចឹងនៅពេលដែលយើងឃើញបែបហ្នឹងហើយយើងចុច arrow key មកចឹងវាកំពុង install ចុះហើយយើងចុច arrow key មកកន្លែង reboot now ហ្នឹងចុច enter មកចឹងនៅកន្លែងនេះបើយើងឃើញ fault កំភៃអីយើងអាចចុច enter ម្ដងទៀតហើយយើងបាន reboot សិន server របស់យើងចឹងដល់កន្លែងនេះយើងវាយឈ្មោះ server មិនសិន server របស់យើងវាយឈ្មោះខ្ញុំត្រាបន្ទាប់មកយើងវាយ password 1 2 3ប៉ុន្តែ password នេះអត់បង្ហាញឲ្យឃើញទេចឹងអ្នកនរគ្នាចុច1 2 3ហើយ enter មកសារវាអត់បង្ហាញទេចឹងយើងបានចូលមកកាន់ម៉ាស៊ីន server របស់យើងហើយអញ្ចឹងយើងត្រូវវាយ comment តទៀតcomment របស់យើងយើងត្រូវវាយ sudo ហើយ backslash យើង sudo touch and backslash etc backslash cloud and backslash cloud init dot disable ចឹងយើង enter មកហើយគឺយើងឲ្យទៅវាយ password ចឹងយើងវាយ password របស់សិនមកយើង1 2 3ហើយ enter តមកបើយើងអត់មាន load error ទេវានឹងចេញបែបនេះចឹងយើងត្រូវវាយ comment តទៀតគឺ comment cat .clear backslash etc backslash cloud backslash cloud init dot disable ចឹងយើង enter មកចឹងសិនបើយើងអាចដំណើរការបានចឹងយើងត្រូវវាយ comment តទៀតគឺsudo
apt update ហើយយើង enter មកយើងកំពុងតែ update Amazon server របស់យើងទៅពី update ហើយយើងធ្វើការវាយ command មួយទៀតគឺ sudo apt upgrade អញ្ចឹងយើងធ្វើការ upgrade យើង upgrade តវាយអញ្ចឹងយើង enter មកតោះមកយើងរងចាំបន្តិចដើម្បីឲ្យវា upgrade server របស់យើងពេលដែលវា upgrade ចប់គឺយើងបានដំឡើង Ubuntu server របស់យើងនៅលើ VirtualBox ហើយវាកំពុងតែ progress អូខេអញ្ចឹងយើងបានដំឡើងបានជោគជ័យហើយអញ្ចឹងនៅកន្លែងនេះយើងចុច key tab ដើម្បីចូលមកកាន់ no អូខេចុច tab and ចុច enter តមកកន្លែងនេះយើងវាយដើម្បី shutdown server របស់យើងធ្វើវាយ sudo shutdown now ដើម្បីបើយើងចង់ shutdown សិនបើយើងអញ្ចឹងយើងចុច enter ទៅសិននឹង shutdown ចឹងការងារនេះមានតែប៉ុណ្្នឹងទេអរគុណលោកគ្រូដូចជាជម្រាបលាលោកគ្រូជម្រាបលាអ្នកនរគ្នា